អរគ្នាជំរាបសួរទៅសួស្តីបាទកម្មវិធីបងស្រីបាទថ្ងៃហ្នឹងគេបកកកូនណាអ្នកនរគ្នាបាទទៅក៏ចាប់ផ្ដើមខ្ញុំមកពីស្រុកណអុយអញ្ចឹងណាមកលើមកដល់កន្លែងម៉ែបាទនៅភ្នំប្រសិទ្ធអ្នកនរគ្នាបាទនៅខេត្តកណ្ដាលនៅជិតភ្នំម្ដងដែរអញ្ចឹងណាអ្នកនរគ្នាបាទនៅផ្សិតអញ្ចឹងណាឥឡូវក៏ខ្ញុំមកដល់ខ្ញុំថតជាវីដេអូទេសភាពបាទនៅផ្ទះមហាយអីអញ្ចឹងពុកម៉ែខ្ញុំនៅផ្ទះមហាយបាទនៅជាមួយម៉ែជាមួយប្អូនអញ្ចឹងអ្នកនរគ្នាបាទ ឥឡូវក៏ថតอะไรពីកន្លែងដាំដូងបាទដូងក្អប់រកអីអញ្ចឹងអ្នកនរគ្នាបាទឥឡូវគេដាំច្រើនអ្នកនរគ្នាបាទគេទិញមកដាំច្រើនអញ្ចឹងទៅក៏ពុកគាត់ដាំតំណាំដាំដុះបាទគាត់នៅថែរក្សាអញ្ចឹងណាឥឡូវក៏ចាប់ដើមខ្ញុំថតជាវីដេអូក៏ដល់ថ្ងៃត្រង់មកដល់ភ្លាមថតភ្លាមអ្នកនរគ្នាបាទតែក៏អត់ចាំយូរទេពុកម៉ែមកនេះបាទឥឡូវក៏កូនឈើកូនអីបាទកូនឈើមានផ្លែប៉បាទអ្នកនរគ្នាបាទដាំច្រើនច្រោះអញ្ចឹងណាឥឡូវក៏ពុកគាត់ដាំស្រូវបាទដាំស្រូវក្នុងបន្លែអីអញ្ចឹងណាពេលឥឡូវក៏ចាប់ដើមខ្ញុំមកថតតំណាំពុកដាំមានតាមពីអាលឹកមានតាមពីតឡាចមានយំទៅមានគ្រូសពអញ្ចឹងណាអ្នកនរគ្នាបាទឥឡូវក៏ខ្ញុំថតឥឡូវនេះទៅសក់បាទទៅសក់ក្នុងអាលឹកអញ្ចឹងណាពេលគាត់ដាំច្រើនមែនតែនបុកនេះបាទឥឡូវអាលឹកវាធំផ្លែធំល្អមែនតែនអ្នកនរគ្នាបាទព្រមវាអត់តទុំនៅខ្ចីរបស់ខ្ញុំទៅផ្ទះខ្ញុំបេះយកអ្នកនរគ្នាបាទពេលដាំស្រូវអញ្ចឹងស្រូវក៏ល្អខៀវបាទខៀវឡើងងឹតយរួមទៅនិយាយថាពុកក៏ដាំច្រើនបាទដាំតាមពីប៉ុណ្ណឹងបន្លាយខ្លួនអីបាទអ្នកនរគ្នាបាទដាំគ្រប់សពភូមិមានតាមពីតឡាចអានងយឺមទៅតំណាំដាំដុះមិនខ្វះហូបអ្នកនរគ្នាបាទយឺមទៅក៏ដាំស្រូវដើម្បីទៀតអ្នកនរគ្នាស្រូវថាយើងអាសាសើចទឹកអញ្ចឹងវាក្តៅអ្នកនរគ្នាបាទពេលខែហ្នឹងក៏យើងមិនសូវច្រោតប្រហែលដែរព្រោះខែហ្នឹងខែភ្លៀងអ្នកនរគ្នាបាទខែទឹកភ្លៀងអីចឹងទៅក៏យើងរួចមួយពេលពីរពេលដែរអ្នកនរគ្នាបាទយើងកុំវាបាក់ស្រោចអញ្ចឹងបើថាណាទៅវាអត់ភ្លឺយើងស្រោចអ្នកនរគ្នាបាទមើលទៅខ្ញុំថតវាអាលឹកមែនតែផ្លែឡើងនៅណងច្រើនអ្នកនរគ្នាបាទសក់ស្រូវអ្នកនរគ្នាសក់ស្រូវវែងល្អមែនតែបើថាខ្លះយើងហូបទៅវាល្វីងខ្លះទៅវាអត់ល្វីងផ្អែមឥឡូវក៏ខ្ញុំថតទៀតបាទយល់ទៅពុកដាំគ្រប់សពបានដាំមកជូរមរងអញ្ចឹងណាអ្នកនរគ្នាបាទប៉ុន្តែខ្ញុំជូរបាទអ្នកនរគ្នាដាំខ្ញុំទៅមានមរងអញ្ចឹងបើដាក់តាមរងអឺដូងក្អូបបាទជួររងដូងក្អូបអីអញ្ចឹងណាពេលឥឡូវក៏ថតពីទេសភាពអូយស្អាតមែនតើបាទសោះស្រាយពេលព្រលឹមឡើងវិញតិចលហឹមខ្យល់មកភើញអ្នកនេះបាទប៉ុន្តែតែពេលព្រឹកណាអ្នកនរគ្នាពេលថ្ងៃមើលសកម្មភាពក៏ដឹងដែរបាទបើកថ្ងៃមកឡងចង់រយៈក្បាលអញ្ចឹងណាគេបាទពេលព្រលឹមឡើងក៏ប្រហែលម៉ោង6ម៉ោង7 8អញ្ចឹងទៅវាអត់សូវក្តៅវានៅជាភើញព្រោះថាថ្ងៃខ្លាំងចាប់បានបើកឥឡូវក៏ខ្ញុំមកពិនិត្យមើលល្អមែនតើចាំមើលក៏ខ្ញុំទៅផ្ទះក៏ខ្ញុំបេះហូបខ្លះដែរអ្នកនរគ្នាបាទអ្នកនរឥឡូវក៏ចាប់ដើមខ្ញុំដើមមើលរួយក៏ថតបាទទឹកនិយាយរួមទៅមានទឹកម្ហាយបាទអ្នកនរគ្នាបាទមានយឹមទៅកន្លែងគេធ្វើផ្ទះមហាអញ្ចឹងមានទឹកមានអីបានមានឈូកមានអីអញ្ចឹងទៅអ្នកនរគ្នាបើយើងចង់លេងក៏លេងទៅមិនថាវាលមាស់ដែរទឹកវិជីអីអញ្ចឹងទៅបាទអ្នកនរគ្នាគាត់ចង់ផ្លេកក៏លមាស់អេះញ៉ៃអញ្ចឹងបើខ្លះទៅវាលមាស់ខ្លះទៅអត់ទេបើខ្ញុំអត់យកទឹកនឹងដែរពីមុនអត់ចេះលមាស់ទេវាឥឡូវខ្ញុំថតពីមិនចង់អ្នកនរគ្នាមិនថាល្អមែនតែនប៉ុន្តែគាត់ព្រោះស្រូវចង់ហ្នឹងក៏សុយទឹករងថ្ងៃដែរបើយើងស្រោចមើលស្អីងាប់អ្នកនរគ្នាក៏ខ្លះទៅក៏ទេផ្ដាគាត់ទៅស្រោចមកពីលើអញ្ចឹងណាអ្នកនរគ្នាបាទខ្លះទៅក៏ស្រោចមកជាប់គ្នាខ្លះទៅក៏ខានកន្លះខែមួយខែអញ្ចឹងទៅខ្លះទៅខានរហូតអញ្ចឹងទៅវាខ្លះទៅភ្លៀងជាប់គ្នាបដ ாய் ទេផ្ដាគាត់ប្រោះព្រំមកប្រោះព្រំតណាត់ដាំដុះល្អនិយាយថាទៅខ្លះទៅប្រោះខ្លាំងពេកឡើងលលួយអស់អញ្ចឹងវាទឹកវាមានតណានៅជោគជាំអញ្ចឹងណាអ្នកនរគ្នាឥឡូវក៏ចាប់ដើមកន្លែងហ្នឹងពីមុនគេជីកស្រះឥឡូវគេលូបចោលខ្លះហើយនៅសល់តែមិនទិញអញ្ចឹងណាអ្នកគ្នាប៉ុន្តែពេលមុនទឹកជោគជាំវាមានតណាតន័យទៅខ្លាច់ដូងវាលួយគួរទៅងាប់អញ្ចឹងណាអ្នកគ្នាប៉ុន្តែឥឡូវក៏ចៅគាត់លូបបានលូបមិនអីអញ្ចឹងណាលូបបន្លាយលូបបន្លាយលូអីអញ្ចឹងទៅពេលថាទឹកវាជោគជាំពេកទៅផ្ទះមហាយថាមានទឹកមានឈូកមានអីបាទអ្នកនរគ្នាបាទប៉ុន្តែវាខំទឹកវាលមាស់វាជាតិជីជាតិអីណាប៉ុន្តែវារៀងជ្រៅដែរបាទអ្នកនរគ្នាលិចកងកែមអ្នកនរគ្នាបាទមិនថាទឹកលឹងល្អប៉ុមម្សៅអីទីលេងអញ្ចឹងនងថ្ងៃអញ្ចឹងបាទទីរួមទៅពីមុនច្រើនដល់វាសល់តែប្រហែលហ្នឹងសល់តែ4 10 ទី 20 ទីអញ្ចឹងណាពីមុនឡើង400ក្បាល
5,000 ក្បាលនៅបងប្អូនទៅវាងាប់អញ្ចឹងណាវាបានពងបានប្រមាណ4សាដែរងាប់អស់ទៅបដារ៉ែវាជន់គ្នាជន់អីចឹងបាទជំរាបសួរទៅសួស្ដីពីពុកម៉ែបងប្អូនពីចម្ងាយអញ្ចឹងណាអ្នកនរគ្នាបាទនិយាយដុតចង់ចាញ់អញ្ចឹងអ្នកនរគ្នាវាសើឈឺកច្រៀងពេកអ្នកនរគ្នាแล้วก็ទីសភាពស្អាតមែនតែនបាទមេឃអីចឹងណាបាទទឹកឡើងខ្មៅឡែអញ្ចឹងអ្នកនរគ្នាខ្ញុំទៅក៏វីដេអូនោះរៀងវែងទីអ្នកនរគ្នាបាទវាថតពីកម្មភាពអីផងទៅក៏ពេលល្ងាចកម្មវិធីបាទអ្នកនរគ្នាកម្មវិធីបកកក្មួយក៏អីអញ្ចឹងណាដូចខ្ញុំនិយាយក្បាលវីដេអូមុនដំបូងអញ្ចឹងណាតែឥឡូវក៏ដូងញីទៅដឹងប្រហែលឆ្នាំនេះបានផ្លែបាទប៉ុន្តែយើងតាត់ថែដូចកូនកំមុំអញ្ចឹងដាក់ជីបាញ់ទឹកមកឲ្យស្រោចទឹករងៃអញ្ចឹងដូចកូនកំមុំអញ្ចឹងអ្នកនរគ្នាបាទប៉ុន្តែទៅពុកគាត់ដាំស្រូវគ្រប់កន្លែងអញ្ចឹងបាទតាមបន្លាយតាមអុយអត់ទៅរឿងស្លាស់គាត់ដាំអ្នកនរគ្នាប៉ុន្តែមានតាមពីព្រីងមានតាមពី7អីក៏ដាំគ្រប់សពបាទអ្នកនរគ្នាទាំងហែមានកន្លែងហ្នឹងពីមុនខ្ញុំហៅស្ពានតាំងស្នេហ៍ពីមុនខ្ញុំតាមនិយាយទូរស័ព្ទមួយប្រពន្ធខ្ញុំនៅកន្លែងស្ពានអញ្ចឹងណាបងនេះបាទប៉ុន្តែកូនឈើហ្នឹងគេកូនឈើយកមកដាំណាស់នេះបាទមានតាមពីសៅម៉ាវមានតាមពីមានតាមអីណាស់នេះបាទសរោះអញ្ចឹងពេលថាទិញមកច្រើននិយាយថាទៅក៏កន្លែងណាវាងាប់អីទៅក៏យើងជួសវិញបាទអ្នកនរនេះបាទប៉ុន្តែយើងសឹកទឹករងឲ្យมันល្អអូយឡើងខៀវឡើងងឹតដែរអញ្ចឹងណាអ្នកនេះបាទប៉ុន្តែថ្ងៃហ្នឹងជួសបាទអ្នកនរនេះបាទជួស4-5ដើមអញ្ចឹងទៅអ្នកនរគ្នាពួកគាត់ជួសនេះណាពេលឥឡូវក៏ចាប់ដើមខ្ញុំថតល្អមែនតែនប៉ុន្តែមិនថោកថ្លៃដែរអ្នកនរគ្នាបាទដឹងប្រហែលមួយដើមហ្នឹង30-40រៀលអ្នកនរគ្នាបាទប៉ុន្តែវីដេអូខ្ញុំថតរឿងវែងគាត់នៅថែអ្នកនរបាទនៅថែនៅអីសោចទឹកសោចអីបាទអ្នកនរគ្នាមើលការត្រូវក្នុងហ្នឹងអញ្ចឹងណាអ្នកនរគ្នាបាទមិនបបអីមានកញ្ចោះមានអីត្រឹមត្រូវបាទអ្នកនរគ្នាបាទមានកន្លែងដេកមកអីចឹងមើលថាខ្លះទៅកបងខ្ញុំក៏មកលេងមកអីចឹងទៅមើលទេសភាពផ្ទះមហានអីចឹងណាអ្នកនរគ្នាបាទមានយូរទៅដើមឈើអីមានដើមដូងមានអីមានតាមពីព្រីងតាមពីស្វាយតាមអីគ្រប់សពបាទមើលថាយើងមានផ្លែអីក៏ហូបទៅអ្នកនរគ្នាមិនព្រីងមួយប៉ុន្តែខ្ញុំមកអត់តនេះបាទផ្លែស្វាយផ្លែអីអញ្ចឹងណាប៉ុន្តែរូបទៅពុកគាត់ដាំតាមបន្លាយឥឡូវស្រូវវែងពេលគាត់កាត់ចោលខ្លីៗអស់លីងអញ្ចឹងណាបងប្អូនប៉ុន្តែអើយមើលស្អាតមែនតែនទឹកបន្លាយកន្លែងយកកជីកខ្លះទៅកជីកដៃទៅខ្លះទៅកជីកនឹងឯអ៊ិចទៅបងប្អូនបាទនេះជីកដៃខ្លះទៅកជីកអ៊ិចថែមអញ្ចឹងណាពេលខ្ញុំក៏ជួយជីកជាមួយពុកអីចឹងទៅបាទអ្នកនរបាទវិឈុហ្នឹងគេថាគេទិញមកយកមកព្រុសបាទមានពូជវាអញ្ចឹងពូជឈុកពូជអីចឹងព្រុសឥឡូវក៏មានអាណូមានអីតឡាចអ្នកនរគ្នាពុកម៉ែខ្ញុំក៏ដាំប៉ុន្តែដាំទៅពុកខ្ញុំទេពុកម៉ែខ្ញុំតែដាំតាណាំផងគាត់ដាំតែបាយពុកហូបអញ្ចឹងណាអ្នកនរគ្នាបាទពុកខ្ញុំក៏ដាំអាណូទូចនេះគឺយើងឡឆ្ងាញ់ណាឆាអញ្ចឹងណាពេលធំក៏ឆ្ងាញ់ដែរបើថាគេចិត្តយកឡទូចវិញទៅយើងយកមកឆាក៏ឆ្ងាញ់ដែរបើខ្ញុំចូលចិត្តណាហូបស្លអាណូឆាជាមួយសាច់ជ្រូកយើងទៅសាច់ជ្រូកជាមួយពងទាក៏ឆ្ងាញ់ជាតិអ្នកនរគ្នាប៉ុន្តែមានតាមវិត្រប់មានតាមអីពុកគាត់ដាំចេះខ្វះទេចេះរបស់ហូបទេបងហើយបាទតំណាំដាំដុះអញ្ចឹងណាប៉ុន្តែគាត់ដាំតាមពីនៅដាំគប់សពថ្ងៃណាកម្មវិធីចៅដែលធ្វើមហូបគេធ្វើដែលឡំជូរក្រាក់សាច់ទាហើយនឹងត្រីពពងយើងទីលៀងអីចឹងបាទបើខ្ញុំអត់ជួយបានជួយលៀងគេទេបាទខ្ញុំប្រយោជន៍ទីខ្ញុំបានថតវីដេអូពុកម៉ែបងប្អូនអរគ្នាបាទតែគេវល់ថតវីដេអូក៏បានជួយធ្វើគេអញ្ចឹងណាអរគ្នាបាទឡំជូរក្រាក់សាច់ទាហ្នឹងឆ្ងាញ់មែនតើណាអរគ្នាបាទនិយាយទៅឆ្ងាញ់មែនតើឥឡូវចាប់ដើមមានគ្រឿងក្រៅមានតាមពីលឹកត្រីលឹកអីចឹងបាទបើត្រីទិញប្រហែល10គីឡូណាអរគ្នាបាទ10គីឡូទៀតត្រីរស់ធំណាអរគ្នាបាទមានតាមពីបន្លែមានតាមពីស្ពៃមានតាមពីត្រសក់អញ្ចឹងណាឥឡូវក៏ចាប់ដើមរៀបចំលាងសម្អាតយើងធ្វើបាទនេះបាទក៏ចាប់ដើមដាក់ដុតដាក់អាំងនេះអរគ្នាបាទឥឡូវដាក់អាំងនិយាយថាកាត់ងឹកសិនអញ្ចឹងណាពេលថាវាលឿនណាស់ទេប៉ុន្តែទៅវាកាត់ងឹកសិនឥឡូវក៏ក្រុមការងារបងអូនស្រីខ្ញុំនិងបងអូនថ្លៃគាត់មកជួយធ្វើជួយអីចឹងណាអរគ្នាបាទកម្មវិធីបងអូនស្រីខ្ញុំនិងបងអូនថ្លៃអញ្ចឹងគេ
អ្នកធ្វើការក្រុមការងារអញ្ចឹងណារួមគ្នាអ្នកនរគ្នាទៅក៏ញ៉ាំថ្ងៃជាថ្ងៃអាទិត្យផងក៏ទៅអញ្ចឹងទៅក៏បងស្រីនិងបងថ្លៃខ្ញុំហៅមកជុំគ្នាកម្មវិធីអញ្ចឹងណាជួបជុំម្ដងណាបាទយូរជួបជុំគ្នាម្ដងមិនថាមិនរងថ្ងៃបាទយូរម្ដងកម្មវិធីមានកម្មវិធីរងថ្ងៃទេកម្មវិធីម្ដងយូរម្ដងអញ្ចឹងអ្នកនរគ្នាឥឡូវក៏ចាប់ដើមនេះរាប់ឆ្នាំពេកឥឡូវក៏លៀងបន្លែរឿងអត់លឿឆាញ់បាទលៀងបន្លែលើឲ្យចាប់ដើមមកអាំងត្រីអីបាទអ្នកនរគ្នាបាទត្រីធំល្អអ្នកនរគ្នាបាទប៉ុន10គីឡូអ្នកនរគ្នាបាទត្រីអញ្ចឹងណាពេលស្រារយៈពេលទិញប្រហែលជា10កេសអ្នកនរគ្នា9កេសអញ្ចឹងណាបាទឥឡូវក៏ក្រុមការងារមកច្រើនដែរណាបាទក្រុមការងារបងស្រីខ្ញុំអញ្ចឹងទៅក៏មកប្រហែល20នាក់ជាងអ្នកនរគ្នាបាទ20នាក់10នាក់ជាងខ្ញុំមិនសូវបានរាប់ថាដឹងតែ20នាក់បានច្រើនដែរនឹងបងថ្លៃរួមជាបងថ្លៃខ្ញុំអីពូមីងមកដែរអញ្ចឹងណាបាទអ្នកនរគ្នាបាទទាំងបងទាំងប្អូនមកអញ្ចឹងណាអ្នកនរគ្នាឥឡូវក៏ពុកខ្ញុំកម្មវិធីញ៉ាំស្រានៅក្នុងនេះបាទអ្នកកំពុងមើលហ្នឹងមកហូបជាមួយខ្ញុំទាំងអស់គ្នាមកហូបមកបានអត់អ្នកនរគ្នាបាទឥឡូវក៏មានក្រុមការងារស្រីអ្នកនរគ្នាបាទមានកំមុំមានប្រពន្ធគេអ្នកនរគ្នាបាទនិយាយរួមទៅចាប់ដើមផឹកហូបលេងសប្បាយអញ្ចឹងណាបាទអ្នកកម្មវិធីយូរបងស្រីខ្ញុំម្ដងអញ្ចឹងណាពេលឥឡូវក៏ចាប់ដើមខ្ញុំក៏ស្វឹងដែរអ្នកនរគ្នាបាទបញ្ចូលសំឡេងហ្នឹងក៏អត់តស្វាងប្រហែលដែរបាទអ្នកនរគ្នានៅធីងធងអត់សូវស្រួលខ្លួនដែរអញ្ចឹងឈឺកាពះអត់ទៅផឹកឈឺហ្មងអ្នកនរគ្នាឥឡូវក៏ចាប់ដើមហូបលេងសើចសប្បាយអញ្ចឹងអ្នកនរគ្នាបាទខ្ញុំទៅក៏ចាប់ដើមហូបហើយពុកម៉ែបងប្អូនអរគ្នាបាទប៉ុន្តែរៀងក្តៅដែរបើថាចាំហើយថាដាក់តាដល់អីនៅវាអត់ហើយនៅក្តៅបើថាអត់ទេប៉ុន្តែយើងកម្មវិធីម្ដងបើថាក្តៅដល់ពេលថ្ងៃយប់ឡើងក៏ត្រជាក់លឹមនឹងងារថែមអញ្ចឹងណាឥឡូវគេពុកខ្ញុំក៏ចាប់ដើមគាត់សប្បាយដែរអញ្ចឹងណាអរគ្នាបាទហូបជាមួយកូនជាមួយទាំងអស់គ្នានៅបាទអ្នកនរគ្នាបាទគិតចង់ពុកខ្ញុំក៏ផឹកស៊ីក៏ចង់សប្បាយទេមិនចង់កាត់ទុកអ្នកនរគ្នាបាទចង់សប្បាយនិយាយថាយូរយើងសប្បាយម្ដងអញ្ចឹងណាប៉ុន្តែយើងកាត់ទុកច្រើនក៏យើងឆាប់ចាស់លឿនដែរអ្នកនរគ្នាបាទបើយើងសប្បាយខ្លះទៅក៏កាត់ទុកទៅមិនថាសប្បាយដល់រហូតអញ្ចឹងណាអ្នកនរគ្នាបាទប៉ុន្តែខ្ញុំផឹកដល់2 3កំប៉ុងមុខឡើងក្រហមខ្លះកំប៉ុងក្រហមមុខខ្ញុំអើយឈាមវាដូចថាគេថាឈាមរាវឆាប់មុខឆាប់ក្រហមអញ្ចឹងបាទប៉ុន្តែសក់ក្បាលមិនឡើងរឹងហ្មងអ្នកនរគ្នាបាទវាខានកោសប៊ូទៅមួយថ្ងៃ2ថ្ងៃអញ្ចឹងណាមួយថ្ងៃសក់ក្បាលឡើងរឹងអ្នកនរគ្នាប៉ុន្តែស្វឹងដែរមុខឡើងក្រហមអីឥឡូវក៏ចាប់ដើមដល់វគ្គយប់វិញអ្នកនរគ្នាបាទវគ្គយប់ក៏រំសបាយអ្នកនរគ្នាលើក៏ជួផឹកអ្នកនរគ្នាបាទលើក៏ដល់យប់ហើយរំសបាយអញ្ចឹងអ្នកនរគ្នាបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងបាទសូមអរគុណពុកម៉ែបងប្អូនកុំភ្លេចតាមដានវីដេអូក្រោយៗបាទអរគុណច្រើន